នៃបងប្អូនសិស្សានុសិស្សជាទីគោរពនិងជាទីមេត្រីវិលមកជួបគ្នាជាថ្មីនៅប្រធានបទតែសេចក្តីថ្មីដែលបងប្អូនមិនដែលធ្លាប់ជួបឬក៏ជួបហើយប៉ុន្តែមិនដឹងថាគួរធ្វើបែបណាចាអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកនៅប្រធានបទថ្មីឲ្យបងប្អូនមកសិក្សាទាំងអស់គ្នាចាប្រធានមានទស្សនៈមួយលើកឡើងថាភក្តីភាពគឺជាកម្លាំងចលករមួយយ៉ាងសំខាន់ដែលជំរុញឲ្យគ្រួសារនិងសង្គមជាតិមានការអភិវឌ្ឍចាអញ្ចឹងយើងអានទៅអានបើអានមិនយល់ទេអានឲ្យគ្រប់21ដងហើយបងប្អូននឹងអាចថាហៅថាហិតតែច្បាស់នឹងឃើញនៅពាក្យគន្លឹះដែលបងប្អូនត្រូវតែបញ្យល់ចាអញ្ចឹងយើងចូលទី1គឺដើមសេចក្តីចាដើមសេចក្តីយើងដឹងហើយថាមាន3លំនាំចំនួននិងចំណោទអញ្ចឹងលំនាំយើងដឹងដាច់ខាតត្រូវតែចុះបន្ទាត់មួយហើយលំនាំនេះគឺរកស្រាយអ្វីដែលតេតទៅនឹងប្រធានបទរបស់យើងអញ្ចឹងជាទូទៅនៅក្នុងជីវភាពរស់នៅរបស់មនុស្សប្រចាំថ្ងៃទោះបីក្នុងក្រុមគ្រួសារក្តីសង្គមក្តីទាមទារឲ្យមនុស្សទាំងអស់មានបុគ្គលិកលក្ខណៈសម្បត្តិល្អប្រសើរគ្រប់គ្នាទើបឲ្យគ្រួសារនិងសង្គមនោះមានការរីកចម្រើនរុងរឿងទៅបាននិងមានសេចក្តីសុខផងដែរជាមួយគ្នានេះគេទាមទារឲ្យមានភាពស្មោះត្រង់គ្នានឹងគ្នាចាអញ្ចឹងត្រង់នេះហើយយើងត្រូវលំនាំបញ្ហាទៅស្អីអ្វីដែលនិយាយអំពីបញ្ហារស់នៅរបស់មនុស្សយើងប្រចាំថ្ងៃដែលទិដ្ឋភាពវិជ្ជមានចាយើងចូលចំណូលបញ្ហាចំណូលនេះយើងត្រូវតែយកប្រធាននៅក្នុងអភន្តរសញ្ញាយើងមកដាក់វិញណាគ្រាន់តែប្រើគ្នាបញ្ចប់សេចក្តីហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថាភក្តីភាពគឺជាកម្លាំងចលករមួយយ៉ាងសំខាន់ដែលជំរុញឲ្យក្រុមគ្រួសារនិងសង្គមជាតិមានការអភិវឌ្ឍចាអញ្ចឹងយើងចូលអីគេចូលចំណោទគឺយើងចូលសួរឲ្យប្រធានពន្យល់តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងដូចម្ដេចខ្លះបន្ទាប់មកយើងចូលអីគេគឺតួសេចក្តីយើងមាន5ចំណុចទី1គឺឃ្លាភ្ជាប់សេចក្តីយើងត្រូវតែចុះបន្ទាត់មួយមុនគេចាក្នុងតួណាមុននឹងឈានចូលដល់ការបកស្រាយនៃប្រធានឲ្យបានក្បោះក្បាយនិងស៊ីជម្រៅយើងគប្បីយល់នៃពាក្យនេះដូចពីអីភក្តីភាពកម្លាំងចលករនិងការអភិវឌ្ឍជាមុនសិនចាអញ្ចឹងប្រធាននេះយើងត្រូវបញ្យល់ពាក្យ3ណាបុតពាក្យឃ្លាអញ្ចឹងពាក្យភក្តីភាពមានន័យថាភាពស្មោះត្រង់ភាពស្មោះអស់ពីដួងចិត្តមិនវិកវេមិនក្បត់គ្នាឯពាក្យកម្លាំងចលករបានន័យថាធម្មពលជួយជំរុញជួយពន្លឿនចំណែកឯពាក្យការអភិវឌ្ឍគឺសំដៅទៅលើការរីកចម្រើនជឿនលឿនទៅមុខយ៉ាងខ្លាំងក្លាអញ្ចឹងយើងដល់កន្លែងពាក្យកន្លឹះនេះយើងត្រូវតែយកអាន័យរបស់ពាក្យកន្លឹះដែលយើងបញ្យល់រួចហើយយកមកបញ្ចូលគ្នាមកដើម្បីបង្ហាញនៅន័យប្រធានវាអញ្ចឹងណាចាតាមន័យនេះទស្សនៈរបស់ប្រធានបានន័យថាការស្មោះត្រង់រវាងគ្នានឹងគ្នាគឺជាធម៌ពលមួយដ៏ខ្លាំងក្លាដែលនាំឲ្យគ្រួសារនិងសង្គមជាតិមានការរីកចម្រើនជឿនលឿននិងមានសុភមង្គលចាអញ្ចឹងយើងបកស្រាយបញ្យលនៃប្រធានរួចហើយយើងចូលលេខគេគឺបកស្រាយនេះយើងត្រូវចុះបន្ទាត់មួយទៀតចាជាការពិតណាបើកាលណាយើងរស់នៅប្រកបទៅដោយអធ្យាស្រ័យយោគយល់ស្មោះត្រង់គ្នាទៅវិញទៅមកមិនផាត់ក្បត់ចាកន្លែងនេះយើងផាត់តែមិនចិត្តខ្ញុំសរសេរខនទេចាយើងអាចកែបានគ្មានកលល្បិចនោះខ្លួនគេនឹងត្រូវបានអ្នកដតីគោរពស្រឡាញ់រាប់អាននិងយកអាសាច្រើនជាក់ជាពំខានហើយអំពើនេះទៀតសោតក៏ញ៉ាំងឲ្យជីវិតយើងមានកិត្តិយសថ្លៃថ្នូររស់បានសុខស្រួលនិងរីកចម្រើនផងដែរយ៉ាងណាមិញនៅក្នុងគ្រួសារមួយបើកូនចៅស្មោះត្រង់ពិតមិនភូតកុហកបោកប្រាស់ឪពុកម្ដាយហើយប្តីត្រង់ជាមួយប្រពន្ធវិញស្មោះត្រង់ជាមួយប្តីមិនផាត់ក្បត់គ្នាទៅវិញទៅមកដោយប្រការណាមួយនោះប្រកាសណាស់ជាគ្រួសារនោះមានសុភមង្គលនិងមានការរីកចម្រើនរុងរឿងនិងមានជីវភាពធូរធារយ៉ាងពិតប្រាកដជាដរាបប៉ុន្តែផ្ទុយទៅវិញបើគ្រួសារនោះខ្វះនៅសេចក្តីស្មោះត្រង់គ្នានឹងគ្នាប្រកបច្បាស់ជាគ្រួសារនោះពុំមានការរីកចម្រើននិងមានសុភមង្គលនោះទេព្រមទាំងមានកេរ្តិ៍ឈ្មោះស្អុយអាសោចជួបតែអពមង្គលជាក់ជាមិនខាននេះយើងនិយាយពីបញ្ហាដែលទៅនឹងសង្គមយើងណាយើងចូលតើទៅនឹងអសរសង្គមយើងវិញចាបើក្លែកមកមើលនៅក្នុងសង្គមមួយបើអ្នកដឹកនាំលោកចេះគោរពស្រឡាញ់រាជ
បំរើផលប្រយោជន៍រាជដោយស្មោះត្រង់មិនកេងប្រមាណមិនផាត់ក្បត់ឆន្ទៈដើម្បីអ្វីដើម្បីប្រយោជន៍ប្រទេសជាតិជាធំនោះអ្នកដឹកនាំនោះទាំងនោះនឹងត្រូវបានប្រជាជនលើកដង្កើងកិត្តិយសបុណ្យស័ក្តិនិងគោរពស្រឡាញ់ជាច្រើនជាក់ជាមិនខានម្យ៉ាងទៀតបើមន្ត្រីរាជការទាំងអស់មានចិត្តស្មោះត្រង់មិនពុករលួយកេងប្រវ័ញ្ចជិះជាន់មកលើប្រជារាស្ត្រស្មោះត្រង់និងជាតិមាតុភូមិមានតម្លាភាពរវាងគ្នានឹងគ្នាទៅវិញទៅមកប្រកាសជារាស្ត្រនោះបានសុខស្រួលនិងមានការរីកចម្រើនល្បីរន្ទឺជាក់ជាមិនខានមួយវិញទៀតបើយើងក្រឡេកពិនិត្យទៅក្នុងប្រវត្តិសាស្ត្រខ្មែរនាសម័យអង្គរស្ដែងឲ្យឃើញថាព្រះបាទព្រះនាងឥន្ទ្រទេវីសំទោសចាជាអគ្គមហេសីមួយអង្គដែលមានព្រះទ័យស្មោះត្រង់ចំពោះស្វាមីប្រជារាស្ត្រនិងប្រទេសជាតិណាស់ពលគឺព្រះនាងជួយណែនាំដល់ព្រះបាទជ័យវរ្ម័នទី7ត្រូវលះបង់កម្លាំងកាយនិពលសេចក្តីសុខអាយុជីវិតឥតស្ដាយសោះនោះក្នុងការកែប្រែជីវភាពប្រជានារីឲ្យធូរធារព្រមទាំងប្រទេសជាតិមានទឹកដីទូលំទូលាយល្បីល្បាញទៀតផងទន្ទឹមជាមួយនឹងគ្នានេះដែរព្រះបាទនរោត្តមសីហនុបិតាឯករាជ្យជាតិបង្រួបបង្រួមជាតិក៏បានលះបង់កម្លាំងកាយប្រាជ្ញាអាយុជីវិតក្នុងការតស៊ូទាមទារឯករាជ្យបូរណភាពទឹកដីសិទ្ធិសេរីភាពពីពួកអាណានិគមនិយមបារាំងផងដែរហើយព្រះអង្គបានគិតគូរពីប្រទេសពីទុក្ខលំបាករបស់ប្រជារាស្ត្រដឹកនាំស្ដារហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យទាំងអស់ឲ្យមានការរីកចម្រើនឡើងវិញនិងបំបត្តិអំពើពុករលួយចោលគ្មានសល់ទាំងអស់នេះហើយសបញ្ជាក់ឲ្យឃើញថាព្រះអង្គពិតជាមានភក្ដីភាពចំពោះប្រទេសជាតិនិងប្រជារាស្ត្រពិតប្រាកដមែនចាអញ្ចឹងយើងលើកមួយបញ្ហាហើយគឺក្នុងអក្សរសិល្ប៍និងប្រវត្តិសាស្ត្ររបស់យើងសំទោសមិនអក្សរសិល្ប៍ទេគឺក្នុងប្រវត្តិសាស្ត្រខ្មែរយើងចាអញ្ចឹងយើងដឹងថាមិនលើក3ទី1ព្រះនាងឥន្ទ្រទេវីទី2ព្រះបាទជ័យវរ្ម័នទី7និងទី3ព្រះបាទនរោត្តមសីហនុឥឡូវយើងក៏លេខទៅមើលក្នុងអក្សរសិល្ប៍យើងវិញនោះក៏បានបញ្ជាក់យ៉ាងច្បាស់ដែរអំពីតួអង្គនាងទាវនៅក្នុងរឿងទុំទាវរបស់ភិក្ខុសង្ឃឥឡូវយើងក៏លេខទៅមើលក្នុងអក្សរសិល្ប៍យើងវិញនោះក៏បានបញ្ជាក់យ៉ាងច្បាស់ដែរអំពីតួអង្គនាងទាវនៅក្នុងរឿងទុំទាវរបស់ភិក្ខុសង្ឃបានបង្ហាញពីម្ដាយទាវដែលប្រើកលល្បិចបំបែកនាងពីទុំមករៀបការជាថ្មីជាមួយនឹងមើលងួនកូនលោកអរជុនដែលជាស្ដេចត្រាញ់ណាក៏ដោយកូននាងមិនក្បត់ពីទុំជាប្តីកំសត់របស់នាងដែរគឺនាងទាវបានប្រកែកដាច់អហង្ការមិនព្រមរៀបការតាមបំណងរបស់ម្ដាយហើយសុខចិត្តសម្លាប់ខ្លួនតាមទុំដើម្បីបង្ហាញពីចិត្តស្មោះត្រង់ចំពោះប្តីរបស់ខ្លួនចំណែកឯតួអង្គជួននិងក្នុងរឿងភូមិរាឆានវិញគឺពួកគេសុខចិត្តលះបង់អាយុជីវិតឥតស្ដាយស្រណោះដើម្បីសេចក្តីសុខរបស់ប្រជារាស្ត្រក្នុងឃុំក្រាំងលាវនិងឃុំដទៃទៀតក្នុងស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងទាំងអស់ជួននឹងនៅស្អប់ខ្ពើមអំពើជិះជាន់អត្រាប្រណីគ្មានអនុគ្រោះពីសំណាក់ពួកអាណានិគមនិយមបារាំងសេសគឺលោកបាដេសនិងបពពួករបស់គេរហូតពួកគេទទួលបានលទ្ធផលជោគជ័យលើពួកអាណានិគមនោះនេះជាសក្ខីភាពបញ្ជាក់ថាជួននឹងនៅជាវីរៈជនដ៏អង់អាចក្លាហានមានទឹកចិត្តស្មោះត្រង់និងភក្ដីភាពជាមួយនឹងប្រទេសជាតិនិងចំពោះរាស្ត្រពិតប្រាកដមែនចាអញ្ចឹងក្នុងអក្សរសិល្ប៍យើងលើកតែមួយរឿងទេតែបើយើងមានរឿងច្រើនទៀតយើងអាចលើកបានដូចគ្នាណាអញ្ចឹងយើងលើកតែតួនឹងនៅទេដែលគាត់ហ៊ានលះបង់អាយុជីវិតមិនស្ដាយសំណោះដើម្បីសិទ្ធិទាមទារឯករាជ្យឬក៏ឬបំរាស់ពីការជិះជាន់ពួកបារាំងដែលគៀបសង្កត់នៅលើពួកគាត់ចាអញ្ចឹងយើងចូលចំណុចទី5គឺសរុបសេចក្តីយើងត្រូវចុះបន្តមួយទៀតគឺសរុបសេចក្តីមកកាលណាមនុស្សមានភាពស្មោះត្រង់នឹងគ្នាទាំងក្នុងសង្គមមនុស្សគ្រួសារនិងប្រទេសជាតិប្រកាសជានាំឲ្យកត្តាទាំងនោះទទួលបានសេចក្តីសុខមានជីវភាពធូរធារសេដ្ឋកិច្ចរីកចម្រើនពិតប្រាកដមែនតែផ្ទុយទៅវិញបើមិនស្មោះត្រង់រវាងគ្នានឹងគ្នានោះទេវានឹងនាំឲ្យគ្រួសារនិងប្រទេសជាតិមានភាពអន្តរាយវឹកវរជាក់ជាមិនខានឡើយដោយដែលបានរៀបរាប់នឹងឧទាហរណ៍នៅខាងលើនេះឯង
អញ្ចឹងយើងចាប់ដោយក្នុងបំណងស្រាយយើងចូលសេចក្តីបញ្ចប់យើងមាន2ណាអញ្ចឹងចូលវាតម្លៃប្រធានអញ្ចឹងឆ្លងតាមការបកស្រាយខាងលើរួចមកយើងអាចសន្និដ្ឋានបានថាទស្សនៈរបស់ប្រធានមានអត្ថន័យអប់រំយ៉ាងល្អជ្រាលជ្រៅបំផុតព្រោះការអប់រំមនុស្សឲ្យចេះប្រកាន់ភ្ជាប់នៅសច្ចភាពតម្លាភាពពិសេសគឺឲ្យមនុស្សមានភាពស្មោះត្រង់រវាងគ្នានឹងគ្នាដើម្បីរមែងបានសេចក្តីសុខរុងរឿងសុខសាន្តសហការគ្នាបានល្អប្រសើរទៀតផងអញ្ចឹងយើងចូលមួយទៀតជាអ្នកសិក្សាសាសនានុសិស្សកុលបុត្រកុលធីតាខ្មែរក៏ដូចជាខេមរជនទាំងអស់គប្បីធ្វើអ្វីៗប្រកបដោយភាពស្មោះត្រង់រវាងគ្នានឹងគ្នាចំពោះគ្រួសារនិងប្រតិជាតិទៅវិញទៅមកគឺដើម្បីធ្វើឲ្យប្រតិជាតិក្រុមគ្រួសារនិងខ្លួនយើងមានកេរ្តិ៍ឈ្មោះនិងមានកិត្តិយសល្បីល្បាញរន្ទឺនិងមានការអភិវឌ្ឍទៅមុខប្រកបទៅដោយសុខសន្តិភាពជានិរន្តរ៍និងសិទ្ធិគង់វង្សយូរអង្វែងតរៀងទៅអើយចាអញ្ចឹងកន្លែងនេះយើងទៅស្អីអ្វីដែលបញ្ញាចិត្តនិងមានភាពវិជ្ជមានដើម្បីទៅខាងមុខឲ្យមានការអភិវឌ្ឍផងដែរអញ្ចឹងប្រធានបទបែរនាងខ្ញុំបកស្រាយខាងលើនេះគឺបានចប់ហើយអញ្ចឹងសូមអរគុណដែលបងប្អូនជួយចាចុច subscribe នៅ channel នេះអញ្ចឹងអរគុណហើយក៏សូមមេត្តាខន្តីអភ័យទោសរាល់កំហុសខុសឆ្គងនៅការនិយាយពាក្យពេចន៍ខ្លះមិនបានច្បាស់លាស់គឺហើយអក្ខរាវិរុទ្ធក៏សរសេរខុសដែរអញ្ចឹងសូមអនុគ្រោះផងដែរចាអញ្ចឹងសូមអរគុណនិងសូមជម្រាបលា